កុំប្រៀបធៀបដំណើរជីវិតរបស់ខ្លួនឯងជាមួយនឹងអ្នកដទៃនៅក្នុងបណ្ដាញសង្គមឆ្នាំ2026គឺជាឆ្នាំដែលយើងត្រូវផ្ដោតទៅលើការរីកចម្រើនរបស់ខ្លួនឯងមិនមែនជាការប្រកួតប្រជែងជាមួយអ្នកខាងក្រៅនោះទេបណ្ដាញសង្គមតែងតែបង្ហាញតែជ្រុងល្អបំផុតរបស់មនុស្សដែលធ្វើឲ្យយើងមានអារម្មណ៍ថាខ្លួនឯងមិនទាន់ល្អគ្រប់គ្រាន់ពេលដែលយើងយកទៅប្រៀបធៀបការប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃគឺជាចោរលួចសេចក្តីសុខនិងធ្វើឲ្យយើងបាត់បង់ការផ្ដោតអារម្មណ៍ទៅលើគោលដៅរបស់ខ្លួនឯងនៅក្នុងឆ្នាំ2026នេះយើងគួរតែបដូរពីការប្រៀបធៀបមកជាការបំផុសគំនិតឬការប្រកួតប្រជែងជាមួយខ្លួនឯងកាលពីម្សិលមិញវិញផ្លូវជីវិតរបស់មនុស្សម្នាក់ៗមានពេលវេលានិងលក្ខខណ្ឌខុសៗគ្នាដូច្នេះការប្រៀបធៀបគឺជារឿងដែលគ្មានន័យជ័យជំនះពិតប្រាកដគឺជាការដែលយើងល្អជាងខ្លួនឯងកាលពីឆ្នាំមុនចូលរៀនគ្រប់គ្រងប្រតិកម្មរបស់យើងព្រោះឆ្នាំថ្មីយើងមិនអាចគ្រប់គ្រងស្ថានភាពបានទាំងអស់នោះទេប៉ុន្តែយើងអាចគ្រប់គ្រងផ្លូវចិត្តរបស់យើងចំពោះស្ថានភាពនោះបានសេរីភាពពិតប្រាកដរបស់មនុស្សស្ថិតនៅចន្លោះរវាងការរំញោចនិងការឆ្លើយតបដែលយើងអាចជ្រើសរើសបាននៅពេលដែលយើងរៀនគ្រប់គ្រងអារម្មណ៍ស្ថានភាពនៅខាងក្រៅមិនអាចកំណត់សេចក្តីសុខឬក៏ទុក្ខរបស់យើងបាន